តើបងប្អូនទាំងអស់គ្នាសម្រាប់វីដេអូថ្ងៃនេះគឺសម្រាប់បងប្អូនដែលមានកម្រងនៅក្នុងការប្រារព្ធពិធីផ្សេងៗដូចជាពិធីមង្គលការឬក៏ឡើងផ្ទះអីចឹងចង់ធ្វើការអញ្ជើញភ្ញៀវកិត្តិយសដើម្បីទៅចូលរួមនៅក្នុងកម្មវិធីរបស់យើងហើយយើងចង់ធ្វើការដាក់ឈ្មោះភ្ញៀវកិត្តិយសរបស់យើងនៅក្នុងសម្បត្តិដើម្បីអញ្ជើញទៅដល់ពួកគាត់អញ្ចឹងនៅក្នុងថ្ងៃនេះយើងនឹងទៅរៀនពីវិធីទាំងអស់នឹងដូចគ្នាអញ្ចឹងដំបូងយើងមានជាសម្បត្តិរបស់យើងមួយដែលខ្ញុំដាក់វានៅក្នុង Microsoft Word ហើយខ្ញុំដាក់ខ្សែវាជាប្រភេទស្លឹក A5 ហើយយើងធ្វើការ insert ដូចខ្ញុំធ្លាប់ប្រាប់ពីមុនអញ្ចឹងយើងមានជារូបភាពហើយ insert វាបញ្ចូលនៅក្នុង Microsoft Word របស់យើងមកអញ្ចឹងបន្តមកទៀតយើងមានជា file មួយនេះក្នុងនេះខ្ញុំមានជា file មួយនេះជា file Microsoft Excel មួយដែលយើងធ្វើការដាក់នៅ list នេះដូចអ្នកនរបានឃើញអញ្ចឹងយើងធ្វើការដាក់នៅ list ឬក៏បញ្ជីឈ្មោះភ្ញៀវកិត្តិយសរបស់យើងដែលយើងចង់អញ្ជើញអញ្ចឹងក្នុងនេះខ្ញុំមាន19នាក់ដែលខ្ញុំនឹងធ្វើការតេស្តឲ្យអ្នកនរបានឃើញហើយបន្តមកទៀតយើងចូលទៅកាន់ Microsoft Word របស់យើងដើម្បីធ្វើការដាក់នៅឈ្មោះរបស់ភ្ញៀវកិត្តិយសរបស់យើងនៅក្នុងសម្បត្តិរបស់យើងនឹងដើម្បីអញ្ជើញពួកគាត់អញ្ចឹងកន្លែងនេះខ្ញុំមានកន្លែងតលីនេះដើម្បីដាក់ឈ្មោះអញ្ចឹងយើងធ្វើការ add នៅ tick box ដែលយើងចូលកាន់ insert ហើយយើងយក save យើងយក tick box ហើយយើងកណ្ដាលធ្វើការអូសវាមកពេញកន្លែងដែលយើងចង់ដាក់ឈ្មោះនេះមកអូខេហើយកន្លែងនេះខ្ញុំយកជា center ចុះខ្ញុំយក home ហើយខ្ញុំយកជា center ហើយដាក់ឲ្យវានៅចំកណ្ដាលឈ្មោះនៅចំកណ្ដាលហើយខ្ញុំយក font ជាខ្មែរ S ស៊ីមរៀបចុះអូខេហើយចំពោះ size ខ្ញុំដាក់តា10ចុះអូខេអញ្ចឹងយើងធ្វើការទៅ add text មកខ្ញុំ right click ហើយយើងធ្វើការ right click មកអញ្ចឹងមិនបាច់ right click ទេយើង save យកម្ដងមកកន្លែងនេះអញ្ចឹងខ្ញុំតេស្តមួយមកអូខេហើយយើងធ្វើការ add វាតា10អីបានហើយនេះខ្ញុំដាក់តា10មកហើយខ្ញុំដាក់ពឺមួយនេះចុះដើម្បីជាការតេស្តទេអញ្ចឹងអ្នកនរដាក់តាម font ដែលអ្នកនរចង់បានហើយនឹងcolor ដែលអ្នកនរចង់បានមកអញ្ចឹងបន្តមកទៀតយើងក៏ចូលទៅកាន់កន្លែង mailing ហើយយើងធ្វើការយក option មួយនេះអូខេហើយយើងយក use earn existing list អូខេ option នេះមកហើយយើងទៅ select នៅ file Excel ដែលយើងបានដាក់នៅ list ភ្ញៀវកិត្តិយសរបស់យើងហ្នឹងយើងយកមកអូខេអញ្ចឹងយើងចុច OK មកនេះវាជាឈ្មោះដែល file របស់យើងហ្នឹងអូខេបន្តមកទៀតយើងចូលទៅកាន់កន្លែង insert យើងចូលកន្លែងយើង click កន្លែងដែលយើងដាក់ឈ្មោះសិនចង់ដាក់ឈ្មោះសិនហើយយើងចូលទៅកាន់កន្លែង insert merge field ហ្នឹងហើយខ្ញុំយកក្នុងនេះដោយសារតែក្នុង file Excel របស់យើងមិញគឺយើងមានកន្លែង header មួយឈ្មោះលេខដើម្បីដាក់លេខរៀង1 2 3 4 5ហើយនឹងកន្លែងឈ្មោះនេះខ្ញុំដាក់ឈ្មោះជាភ្ញៀវកិត្តិយសអញ្ចឹងខ្ញុំយក click នៅកន្លែងនេះមកឈ្មោះខ្មែរហ្នឹងមកហើយដូចយើងបានឃើញអញ្ចឹងហើយអក្សរនេះខ្ញុំគិតតែដាក់តេស្តទេខ្ញុំអាចលុបវាវិញបានអូខេអញ្ចឹងនៅក្នុងនោះសារមិញយើងឃើញមានឈ្មោះច្រើនដូចអ្នកគ្នាបានឃើញអញ្ចឹងយើងអាចធ្វើការដូរទៅកាន់ឈ្មោះផ្សេងទៀតហើយកន្លែងនេះអញ្ចឹងយើងឆេញមកឈ្មោះវារត់ទៅតាមហ្នឹងហើយចុចមកឈ្មោះវារត់ទៅតាមបញ្ជីឈ្មោះដែលយើងមានហ្នឹងអូខេអញ្ចឹងទាំង19នាក់គឺមាននៅក្នុងហ្នឹងហើយបន្តមកទៀតយើងអាចយក option មួយនេះបានអញ្ចឹងបើអ្នកនរមានម៉ាស៊ីន print ចង់ print វាយកទៅចែកទៅដល់ភ្ញៀវកិត្តិយសរបស់អ្នកនរអាចយក option នេះតែនេះខ្ញុំគិតថាធ្វើការសូនរីសាលដែលយើងបានធ្វើមិញសិនអញ្ចឹងខ្ញុំចុចនៅកន្លែងនេះមកដើម្បីសូរីសាដែលយើងបានកំណត់ទាំងអស់ខ្ញុំយក all មកអូខេអញ្ចឹងខ្ញុំយក all អញ្ចឹងយើងនឹងទទួលបានជា file នឹងមួយខ្ញុំសូមប្រីកវាឲ្យធំអូខេខ្ញុំប្រីកយកប៉ុណ្ណេះចុះអញ្ចឹងនៅក្នុង file នេះយើងនឹងឃើញ list ទៅតាមឈ្មោះដែលយើងបានកំណត់ហ្នឹងអញ្ចឹងដើម្បីងាយស្រួលយើងអាចចូល review ខ្ញុំចូលកន្លែងយើងអាចចុចព្រមចាស់ក៏បានដែរអញ្ចឹងទាំងអស់នេះសុទ្ធតែជាឈ្មោះដែលយើងបានយកចេញពី list ទាំងអស់ហ្នឹងហើយអញ្ចឹងយើងអាចយកនេះដូចអ្នកនរបានឃើញអញ្ចឹងដូចអ្នកនរបានឃើញអញ្ចឹងយើងអាចយកស្រោមសម្បត្តិអស់នេះទៅចែកទៅដល់ភ្ញៀវកិត្តិយសរបស់យើងបានហើយអញ្ចឹងសូមអរគុណដល់អ្នកនរដែលខំតាមដានទស្សនាទាំងវីដេអូដល់ដល់ចប់បើសិនអ្នកនរចូលចិត្តអាចជួយ follow page ខ្ញុំអ្នកមួយដើម្បីទទួលបាននៅវីដេអូថ្មីៗនិងវិធីសាស្ត្រថ្មីៗបន្តទៀត